អូខេwell ជួបគ្នាសាជាថ្មីម្ដងទៀតហើយលេង Facebook រាល់ថ្ងៃទៀតដឹងថា account ខ្លួនឯងនឹងបាន connect ជាមួយនឹង website ណាខ្លះឬក៏បាន log in ជាមួយនឹង app ណាខ្លះទៅជួនកាលយើង log in ជាមួយនឹង game ដូចជា mobile ដូចជា PUBG ដូចជា Free Fire ឬក៏ account របស់យើងបាន log in ជាមួយនឹង app ទិញអីវ៉ាន់ online ប៉ុន្តែយើងអត់បានដឹងទេថាយើងបាន log in ជាមួយវាតាំងពីពេលណាហើយអត់ដឹងទេថាត្រូវឆែករបៀបម៉េចឬក៏ remove វាចេញដោយរបៀបម៉េចអូខេអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងប្រាប់ពីរបៀបចូលឆែកមើលថា account Facebook របស់យើងហ្នឹងមាន connect ជាមួយនឹង website ឬក៏ជាមួយនឹង app ណាខ្លះអញ្ចឹងអូខេតោះចូលមកកាន់វីដេអូទាំងអស់គ្នាអូខេចាឥឡូវយើងចូលមកកាន់ Facebook មករួចហើយយើងចុចទៅលើ tray 3នៅខាងលើនេះបែបនេះណាអូខេរួចហើយយើងចុចទៅលើ setting បាទរួចហើយយើងអូសឡើងទៅលើ port ណានេះបន្ទាប់មកយើងចុចទៅលើពាក្យនេះ app and websites ចឹងយើងចុចបកមកអូខេអញ្ចឹងបើសិនជា Facebook របស់បងប្អូនមាន login ជាមួយនឹង website ណាឬក៏ជាមួយនឹង app អីដែលយើងធ្លាប់ login ពីមុនមកវានឹងបង្ហាញជូននៅក្នុងហ្នឹងអញ្ចឹងសម្រាប់ account របស់ខ្ញុំមាន login ជាមួយនឹង PUBG ហើយនឹង app ថៅប៉ាវហើយបើសិនបើមាន website ណាដែលយើងអត់ដែលស្គាល់ឬក៏យើង log in ជាមួយនឹង app ណាដែលយើងអត់ស្គាល់យើងអាចធ្វើការ remove បានឧទាហរណ៍ថា app ថៅប៉ាវនេះចុះខ្ញុំអត់ចង់ទុកវាទេអញ្ចឹងខ្ញុំអាចចុចទៅលើវាមួយហើយបន្ទាប់មកខ្ញុំចុចទៅលើពាក្យថា remove ខាងលើគេហ្នឹងអូខេរួចហើយខ្ញុំអាចចុចទៅលើពាក្យ remove ម្ដងទៀតជាការស្រេចហើយប៉ុន្តែខ្ញុំអត់ចង់ remove ទេខ្ញុំចង់ទុកកុំឲ្យបាន online លេងអញ្ចឹងទៅអូខេអញ្ចឹងវីដេអូនេះក៏មានតែប៉ុណ្្នឹងទេហើយសង្ឃឹមថាវាក៏ជាប្រយោជន៍បន្តិចបន្តួចសម្រាប់បងប្អូនបើពេញចិត្តកុំភ្លេចជួយ like និង share បាយបាយ